សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីករណីបឋមបំបត្តិឈឺធ្មេញដោយខ្លួនឯងការឈឺធ្មេញអាចធ្វើឲ្យឈឺចាប់ខ្លាំងប៉ុន្តែអ្នកអាចព្យាបាលបឋមដោយខ្លួនឯងបានដើម្បីបន្ថយការឈឺសិនមុនទៅជួបពេទ្យធ្មេញវិធីបំបត្តិឈឺធ្មេញបឋម 1. លាងមាត់ដោយទឹកអំបិលក្តៅៗលាយអំបិល1ទៅ2ស្លាបព្រាកាហ្វេជាមួយទឹកក្តៅ1កែវខាំមាត់ប្រហែល20ទៅ30វិនាទីជួយកាត់បន្ថយមេរោគនិងអារម្មណ៍រលាក 2. ប្រើទឹកកកដាក់កញ្ចប់ទឹកកកខាងក្រៅថ្ពាល់កន្លែងឈឺ10ទៅ15នាទីក្នុងមួយថ្ងៃជួយបន្ថយការហើមនិងការឈឺ 3. ប្រើថ្នាំបំបាត់ឈឺអាចប្រើថ្នាំដូចជាប៉ារ៉ាសេតាមុលឬអាប៊ុលប្រូហ្វែនត្រូវគោរពតាមកម្រិតដូសកុំញ៉ាំលើស 4. ជៀសវាងអាហារខ្លាំងកុំញ៉ាំអាហារក្តៅខ្លាំងត្រជាក់ខ្លាំងឬផ្អែមពេកព្រោះវាអាចធ្វើឲ្យកាន់តែឈឺខ្លាំងឡើង 5. អនាម័យមាត់ដុសធ្មេញស្រាលៗ2ដងក្នុងមួយថ្ងៃប្រើខ្សែដុសធ្មេញដើម្បីដកអាហារចេញ 6. ប្រើខ្ទឹមសវិធីធម្មជាតិកិនខ្ទឹមសបន្តិចដាក់លើធ្មេញដែលឈឺមានសម្បត្តិកម្ចាត់មេរោគពេលណាត្រូវទៅជួបពេទ្យធ្មេញឈឺខ្លាំងលើសពី1ទៅ2ថ្ងៃហើមមុខឬហើមអញ្ចាញមានពុលឬក្លិនមិនល្អចេញពីក្នុងមាត់មានក្តៅខ្លួនវិធីខាងលើគ្រាន់តែជាជំនួយបណ្ដោះអាសន្នប៉ុណ្ណោះมันអាចព្យាបាលជំងឺធ្មេញបានពេញលេញទេដូចជាធ្មេញពុកឬឆ្លងមេរោគសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ